សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងវិលជួបគ្នាសាជាថ្មីម្ដងទៀតនៅក្នុងករណីឃាតកម្មមួយដែលបានកើតឡើងនៅប្រទេសឥណ្ឌាមនុស្សដែលអ្នកទុកចិត្តបំផុតមនុស្សដែលអ្នកហៅថាគ្រួសារបែរជាខ្លាចជាអ្នកដែលលាក់អាចកំបាំងដល់គួរឲ្យភ្ញាក់ផ្អើលបំផុតនៅពីក្រោយរូបភាពគ្រួសារដែលមើលទៅមានសុភមង្គលនិងស្និទ្ធស្នាលមានការពិតដ៏ងងឹតមួយដែលគ្មាននរណាម្នាក់នឹកស្មានដល់ការក្បត់មួយដែលបានបំផ្លាញចំណុកចិត្តបំបែកបំណងសាច់ឈាមនិងធ្វើឲ្យជីវិតមនុស្សជាច្រើនផ្លាស់ប្ដូរជារៀងរហូតនៅក្នុងវីដេអូនេះខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាទៅស្វែងយល់ពីករណីដ៏គួរឲ្យតក់ស្លុតមួយដែលបានធ្វើឲ្យសាធារណជនភ្ញាក់ផ្អើលនិងសួរខ្លួនឯងថាតើការក្បត់អាចកើតឡើងពីមនុស្សជិតស្និទ្ធបំផុតបានយ៉ាងដូចម្តេចអញ្ចឹងកុំឲ្យខាតពេលយូរយើងទៅតាមដានរឿងនេះទាំងអស់គ្នាមានយុវជនម្នាក់កំពុងធ្វើដំណើរត្រឡប់ទៅភូមិរបស់គាត់នៅពេលដែលគាត់ទៅដល់ស្ថានីយ៍រថភ្លើងមានមិត្តភ័ក្តិ2នាក់បានមកទទួលគាត់បន្ទាប់ពីជួបគ្នាពួកគេទាំង3បានជិះម៉ូតូតែមួយដើម្បីធ្វើដំណើរទៅផ្ទះយុវជននោះជាអ្នកបើកម៉ូតូខណៈដែលមិត្តភ័ក្តិ2នាក់អង្គុយនៅខាងក្រោយភ្លាមៗនោះមានម៉ូតូមួយទៀតបានមកពីខាងក្រោយហើយម៉ូតូនោះក៏មានមនុស្ស2នាក់ផងដែរម៉ូតូមួយទៀតនោះបានឲ្យពួកគេឈប់ហើយយុវជននោះបានសួរថាមានអ្វីកើតឡើងមនុស្សមិនស្គាល់មុខទាំងពីរនោះបាននិយាយជាមួយគាត់និងសួរបន្តិចបន្តួចគាត់ក៏បានឆ្លើយតបដោយស្ងប់ស្ងាត់ប៉ុន្តែនៅពេលដែលគាត់ចាប់ផ្ដើមធ្វើដំណើរបន្តទៀតមានហេតុការណ៍មិនរំពឹងទុកមួយបានកើតឡើងគាត់ត្រូវបានបាញ់ប្រហារភ្លាមៗមានសម្លេងបាញ់ជាបន្តបន្ទាប់ហើយគាត់ទទួលរងរបួសធ្ងន់ក្នុងរយៈពេលខ្លីមិត្តភ័ក្តិ2នាក់ដែលនៅជាមួយគាត់មានអារម្មណ៍ភ្ញាក់ផ្អើលនិងមិនយល់ថាមានអ្វីកើតឡើងទេហើយអ្វីៗកើតឡើងយ៉ាងលឿនដូច្នេះតើយុវជននោះជានរណាគាត់មកពីណាមនុស្សមិនស្គាល់មុខទាំងពីរនេះជានរណាហើយតើនរណាជាអ្នកនៅពីក្រោយហេតុការណ៍នេះតើវាជាការរៀបចំទុកជាមុនឬជាការកើតឡើងភ្លាមៗហើយចុងក្រោយតើយុវជននោះអាចរួចផុតពីហេតុការណ៍នេះបានដែរឬទេនៅក្នុងតំបន់មួយនៃប៊ីហាមានយុវជនម្នាក់ឈ្មោះព្រីយ៉ាន់ស៊ុស៊ីងអាយុប្រហែលជា27ទៅ28ឆ្នាំគ្រួសាររបស់គាត់ស្រឡាញ់គាត់ខ្លាំងណាស់គាត់ជាមនុស្សមានចិត្តល្អនិងមានអាកប្បកិរិយាទន់ភ្លន់គាត់មានដីធ្លីធំមួយហើយគ្រួសាររបស់គាត់បានប្រើវាសម្រាប់ធ្វើកសិកម្មជីវិតគ្រួសាររបស់គាត់មានស្ថិរភាពហើយស្ថានភាពហិរញ្ញវត្ថុក៏ល្អផងដែរបរិយាកាសក្នុងផ្ទះមានភាពសុខសាន្តហើយសមាជិកគ្រួសារទាំងអស់គាំទ្រគ្នាទៅវិញទៅមកចំណូលចម្បងរបស់គាត់បានមកពីការធ្វើកសិកម្មហើយគាត់ក៏មានការងារផ្សេងខ្លះៗផងដែរប៉ុន្តែកសិកម្មនៅតែជាអាជីពសំខាន់បំផុតឪពុករបស់គាត់បានទទួលមរណភាពមុននេះបន្ទាប់ពីនោះគាត់រស់នៅជាមួយម្ដាយបងប្រុសនិងភរិយារបស់បងប្រុសគាត់បងប្រុសរបស់គាត់ធ្វើការនៅទីក្រុងអារ៉ាងកាបាតគ្រួសារនេះជាគ្រួសារធំដែលរស់នៅជាមួយគ្នាដែលមានភាពសុខសាន្តមិនមានការឆ្លោះប្រកែកគ្នាឬបញ្ហាធ្ងន់ធ្ងរណាមួយឡើយនៅថ្ងៃទី23ខែមិថុនាឆ្នាំ2025រីយ៉ាន់ស៊ុត្រូវទៅលេងផ្ទះសាច់ញាតិរបស់គាត់បានធ្វើដំណើរទៅតំបន់វីណាស៊ីហើយស្នាក់នៅទីនោះមួយយប់នៅថ្ងៃទី24ខែមិថុនាគាត់បានចាប់ផ្ដើមធ្វើដំណើរត្រឡប់មកផ្ទះវិញគាត់បានធ្វើដំណើរតាមរថភ្លើងហើយកំពុងត្រឡប់ទៅស្រុកកំណើតវិញនៅក្នុងកំឡុងពេលធ្វើដំណើរគ្រួសាររបស់គាត់បានទូរស័ព្ទមកសួរព័ត៌មានជាញឹកញាប់ថាគាត់បានទៅដល់ទីណាហើយគាត់ក៏ឆ្លើយតបវិញតាមការជាក់ស្ដែងនៅពេលដែលគាត់ជិតដល់ស្រុកកំណើតហើយកំពុងត្រៀមចុះនៅស្ថានីយ៍គាត់បានទូរស័ព្ទទៅម្ដាយហើយនិយាយថាម៉ាក់ខ្ញុំជិតដល់ហើយខ្ញុំនឹងទៅដល់ផ្ទះឆាប់ៗនេះហើយនៅផ្ទះសមាជិកគ្រួសារទាំងអស់កំពុងរង់ចាំគាត់ម្ដាយរបស់គាត់បានទូរស័ព្ទមកជាញឹកញាប់ព្រោះពេលវេលាក៏កន្លងយូរទៅហើយតែមិនទាន់ឃើញគាត់មកដល់នៅឡើយទេភរិយារបស់គាត់ក៏កំពុងរង់ចាំដែរគាត់ទើបតែរៀបការនៅថ្ងៃទី10ខែឧសភាឆ្នាំ2025ហើយភរិយារបស់គាត់ឈ្មោះកាន់ចាភូមិរបស់គាត់ស្ថិតនៅចម្ងាយប្រហែល10គីឡូម៉ែត្រពីស្ថានីយ៍រថភ្លើងពួកគេបានរង់ចាំគាត់រហូតដល់យប់នៅតែមិនទាន់ឃើញគាត់មកដល់ម្ដាយរបស់គាត់ក៏ចាប់ផ្ដើមមានការព្រួយបារម្ភព្រោះផ្លូវក្នុងភូមិនៅពេលយប់មិនសូវមានមនុស្សធ្វើដំណើរទេនាងមានការព្រួយបារម្ភថាប្រសិនបើកូនប្រុសត្រឡប់មកតែម្នាក់ឯងអាចជួបបញ្ហាអ្វីមួយបានដូច្នេះនាងបានហៅយុវជន2នាក់នៅជិតផ្ទះហើយនិយាយថាបងប្រុសរបស់ពួកឯងជិតមកដល់ស្ថានីយ៍ហើយទៅទទួលគាត់ផងបន្ទាប់ពីស្ដាប់ហើយយុវជនទាំង2នាក់នោះក៏បានត្រៀមខ្លួនភ្លាមៗហើយពួកគេមានឈ្មោះថាសូនុនិងអាណាមពួកគេបានធានាជាមួយម្ដាយរបស់គាត់ថាសូមកុំបារម្ភយើងនឹងនាំគាត់ត្រឡប់មកវិញដោយសុវត្ថិភាពម្ដាយរបស់គាត់ក៏មានអារម្មណ៍ស្ងប់ចិត្តបន្តិចព្រោះដឹងថាកូនប្រុសរបស់នាងមិនត្រូវត្រឡប់មកតែម្នាក់ឯងទៀតទេបន្ទាប់មកយុវជនទាំងពីរបានជិះម៉ូតូទៅកាន់ស្ថានីយ៍រថភ្លើងដើម្បីទៅទទួលព្រីយ៉ាន់ស៊ូនៅពេលពួកគេទៅដល់និងចូលទៅក្នុងស្ថានីយ៍ពួកគេឃើញថារថភ្លើងមិនទាន់បានមកដល់នៅឡើយទេពួកគេបានរង់ចាំមួយសន្ទុះក្រោយមករថភ្លើងក៏បានមកដល់ព្រាមនោះពួកគេបានទូរស័ព្ទទៅប្រាប់ព្រីយ៉ាន់ស៊ុថាបងពួកយើងមកទទួលហើយសូមមកកន្លែងដែលពួកយើងកំពុងឈរ ព
ពួកគេបានប្រាប់ទីតាំងច្បាស់លាស់ហើយព្រះយេស៊ូវក៏បានមកដល់ជាមួយសម្ភារៈរបស់គាត់ពេលដែលពួកគេត្រៀមចាកចេញទៅផ្ទះគាត់បាននិយាយថាឲ្យខ្ញុំជាអ្នកបើកម៉ូតូអ្នកទាំងពីរអង្គុយពីក្រោយទៅពួកគេទាំងពីរបានយល់ព្រមហើយអង្គុយនៅខាងក្រោយខណៈដែលគាត់បានចាប់ផ្ដើមបើកម៉ូតូត្រឡប់ទៅភូមិវិញនៅពេលដែលសូនុអាណាប់និងព្រះយេស៊ូវកំពុងធ្វើដំណើរទៅផ្ទះជាមួយគ្នាភ្លាមៗនោះមានម៉ូតូមួយផ្សេងទៀតបានមកពីខាងក្រោយពួកគេលើម៉ូតូនោះក៏មានមនុស្សពីរនាក់ដែរពួកគេបានតាមចិត្តហើយហៅប្រាប់ឲ្យគាត់ឈប់ប្រហែលជាព្រះយេស៊ូវមិនបានឮឬមិនបានយកចិត្តទុកដាក់ទេដូច្នេះគាត់បន្តបើកទៅមុខភ្លាមៗនោះមនុស្សពីរនាក់នៅលើម៉ូតូនោះបានបើកវ៉ាគាត់ហើយឈប់រារាំងផ្លូវក្រោយមកគាត់ក៏ឈប់ម៉ូតូបន្ទាប់ពីឈប់អ្នកទាំងពីរនោះបានសួរគាត់ថាមានអ្វីកើតឡើងហេតុអ្វីបានជាមិនឈប់ពេលពួកយើងហៅមុននេះបន្ទាប់មកអ្នកទាំងពីរនោះបាននិយាយថាពួកគេកំពុងវង្វេងផ្លូវហើយចង់សួរទិសទៅភូមិមួយពួកគេសួរថាភូមិនោះនៅឆ្ងាយប៉ុន្មាននិងត្រូវចំណាយពេលប៉ុន្មានដើម្បីទៅដល់ព្រះយេស៊ូវក៏បានឆ្លើយថាភូមិនោះនៅប្រហែល2គីឡូម៉ែត្រប៉ុណ្ណោះហើយគ្រាន់តែទៅត្រង់ទៅដល់ហើយប៉ុន្តែភ្លាមៗបន្ទាប់ពីគាត់និយាយចប់មានហេតុការណ៍មិនរំពឹងទុកមួយបានកើតឡើងម្នាក់ក្នុងចំណោមពួកគេបានដកអាវុធមួយចេញហើយបានបង្កហេតុយ៉ាងឆាប់រហ័សសូនុនិងអាណាប់បានឃើញអ្វីៗទាំងអស់នៅមុខភ្នែកតែពួកគេមិនដឹងថាត្រូវធ្វើអ្វីឡើយអ្វីៗកើតឡើងយ៉ាងលឿនដល់ថ្នាក់ពួកគេភ្ញាក់ផ្អើលហើយមិនអាចប្រតិកម្មបានទាន់ពេលវាហាក់ដូចជាសុបិនអាក្រក់មួយព្រោះគ្រប់យ៉ាងកើតឡើងដោយមិនមានសញ្ញាព្រមានជាមុនឡើយបន្ទាប់ពីកើតហេតុមនុស្សទាំងពីរនោះបានចាកចេញពីកន្លែងកើតហេតុភ្លាមៗសូនុនិងអាណាប់នៅតែឈរដោយភាពភ្ញាក់ផ្អើលមួយសន្ទុះក្រោយមកពួកគេចាប់ផ្ដើមយល់ថាអ្វីដែលកើតឡើងគឺជាការពិតពួកគេក៏បានហៅជំនួយយ៉ាងលឿនសំឡេងហៅជំនួយនិងសំឡេងដែលកើតឡើងបានធ្វើឲ្យមនុស្សនៅជុំវិញមកដល់កន្លែងកើតហេតុយ៉ាងឆាប់រហ័សពេលមនុស្សមកដល់ពួកគេបានជួយយកព្រះយេស៊ូវទៅមន្ទីរពេទ្យដែលនៅជិតបំផុតភ្លាមប៉ុន្តែបន្ទាប់ពីពិនិត្យគ្រូពេទ្យបានជូនដំណឹងថាគាត់មិនអាចជួយបានទេសម្រាប់សូនុនិងអាណាប់ពួកគេមិនអាចទទួលយកអ្វីដែលបានកើតឡើងបានទេអ្វីដែលពួកគេបានឃើញគឺពិបាកយល់និងពិបាកទទួលយកយ៉ាងខ្លាំងនៅពេលនោះបុគ្គលិកមន្ទីរពេទ្យបានជូនដំណឹងទៅកាន់ប៉ូលីសភ្លាមប៉ូលីសបានមកដល់និងចាប់ផ្ដើមស៊ើបអង្កេតភ្លាមពួកគេក៏បានតាក់ទងទៅកាន់គ្រួសាររបស់ព្រះយេស៊ូវផងដែរនៅពេលដែលគ្រួសារទទួលដំណឹងនេះពួកគេមានអារម្មណ៍ភ្ញាក់ផ្អើលនិងសោកស្ដាយយ៉ាងខ្លាំងបន្តិចក្រោយមកសមាជិកគ្រួសារនិងសាច់ញាតិទាំងអស់បានមកដល់មន្ទីរពេទ្យបន្ទាប់មកប៉ូលីសបានអនុវត្តនីតិវិធីតាមច្បាប់ដោយយកសាកសពទៅពិនិត្យបន្ថែមនៅមន្ទីរពេទ្យរដ្ឋហើយចាប់ផ្ដើមសួរនាំសមាជិកគ្រួសារទាំងអស់ដើម្បីស្វែងរកការពិតនៅពីក្រោយករណីនេះយោងតាមចម្លើយរបស់សូនុនិងអាណាប់ប៉ូលីសបានដឹងថាមានមនុស្សពីរនាក់ជិះម៉ូតូមួយមករាំងផ្លូវដោយធ្វើជាសួរទិសផ្លូវបន្ទាប់មកពួកគេក៏ធ្វើសកម្មភាពហើយក៏បានចាកចេញពីទីនោះយ៉ាងលឿនបន្ទាប់ពីកត់ត្រាព័ត៌មានទាំងនេះហើយប៉ូលីសបានទៅកាន់កន្លែងកើតហេតុដើម្បីពិនិត្យទីតាំងនិងបន្តការស៊ើបអង្កេតសម្រាប់ករណីនេះក៏មានការបង្កើតក្រុមស៊ើបអង្កេតពិសេសមួយផងដែរដែលរួមមានមន្ត្រីជាន់ខ្ពស់និងមន្ត្រីជំនាញផ្សេងៗនៅដំណាក់កាលដំបូងអ្នកដែលត្រូវបានសង្ស័យមុនគេគឺសូនុនិងអាណាប់ដោយសារតែពួកគេនៅជាមួយព្រះយេស៊ូវនៅពេលកើតហេតុមូលហេតុដែលបង្កើតការសង្ស័យគឺសូនុនិងអាណាប់មិនមានរបួសអ្វីទាំងអស់ចំណុចនេះធ្វើឲ្យប៉ូលីសមានការសង្ស័យយ៉ាងខ្លាំងបន្ទាប់មកប៉ូលីសបាននាំពួកគេទាំងពីរទៅសួរព័ត៌មានបន្ថែមក្នុងអំឡុងពេលសួរព័ត៌មានពួកគេបានបញ្ជាក់ថាពួកគេមិនដឹងមូលហេតុអ្វីបានជាហេតុការណ៍នេះកើតឡើងឡើយពួកគេបានពន្យល់ថាពួកគេទៅស្ថានីយ៍គ្រាន់តែដើម្បីទៅទទួលព្រះយេស៊ូវតាមការស្នើសុំរបស់ម្ដាយរបស់គាត់តែប៉ុណ្ណោះពួកគេក៏បាននិយាយថាពួកគេជាអ្នកដែលជួយនាំគាត់ទៅមន្ទីរពេទ្យផងដែរហើយបើពួកគេចូលរួមពាក់ព័ន្ធក្នុងហេតុការណ៍នេះពួកគេនឹងមិនទៅទីនោះឬបង្ហាញខ្លួនមុខប៉ូលីសឡើយប៉ូលីសក៏បានបន្តស៊ើបអង្កេតហើយពួកគេបានរកឃើញទូរស័ព្ទរបស់ព្រះយេស៊ូវហើយក៏បានយកទូរស័ព្ទនោះទៅពិនិត្យព័ត៌មានទាំងអស់ដូចជាប្រតិបត្តិការហៅនិងទិន្នន័យផ្សេងៗគោលបំណងគឺដើម្បីដឹងថាមុនពេលកើតហេតុគាត់បានតាក់ទងជាមួយនរណាខ្លះនិងបាននិយាយអំពីអ្វីខ្លះប៉ូលីសក៏បានពិនិត្យថានៅតំបន់នោះមានទូរស័ព្ទណាខ្លះកំពុងប្រើប្រាស់នៅពេលកើតហេតុនិងលេខណាខ្លះដែលសកម្មនៅទីនោះក្រោយពេលពិនិត្យលម្អិតពួកគេក៏បានរកឃើញថាព្រះយេស៊ូវបានតាក់ទងទៅមនុស្សជាច្រើនរួមមានម្ដាយភរិយាបងប្រុសនិងក៏បានតាក់ទងទៅអាណាប់និងសនុជាញឹកញាប់ផងដែរនៅពេលស្ដាប់ការសន្ទនាទាំងអស់គឺជាការសួរសំណួរធម្មតាដូចជាទៅដល់ណាហើយនៅឆ្ងាយប៉ុន្មានទៀតឥឡូវនៅទីណាមានអ្វីគួរឲ្យសង្ស័យនៅក្នុងការសន្ទនាទាំងនោះឡើយបន្ទាប់មកប៉ូលីសក៏បានស្នើឲ្យអាណាប់និងសនុបង្ហាញផ្លូវពិតដែលពួកគេបានធ្វើដំណើរដើម្បីពិនិត្យកាមេរ៉ាសុវត្ថិភាពនៅជុំវិញតំបន់នោះប៉ូលីសបានពិនិត្យកាមេរ៉ាទាំងអស់ដែលអាចរកបានប៉ុន្តែតំបន់នោះមានកាមេរ៉ា
ដែលដំឡើងមិនច្រើនទេដូច្នេះពួកគេមិនអាចរកបានព័ត៌មានសំខាន់ៗបានច្រើនឡើយការស៊ើបអង្កេតហាក់ដូចជាកំពុងឈានទៅដល់ចំណុចវិវាទបន្ទាប់មកប៉ូលីសបានចាប់ផ្ដើមសួរព័ត៌មានសនុកនិងអាណត្តិយ៉ាងហ្មត់ចត់និងលម្អិតជាងមុននៅទីបំផុតពួកគេទាំងពីរបានបង្ហាញព័ត៌មានសំខាន់មួយពួកគេនិយាយថាបន្ទាប់ពីហេតុការណ៍កើតឡើងមនុស្សពីរនាក់នោះនៅតែឈរនៅទីនោះមួយរយៈខ្លីនៅពេលនោះព្រាយយន្សុនៅតែមានសញ្ញាថានៅរស់នៅឡើយពួកគេបានយកទូរស័ព្ទចាញ់ហើយទូរស័ព្ទទៅនរណាម្នាក់ដើម្បីប្រាប់ថាព្រាយយន្សុនៅតែមានជីវិតនៅឡើយបន្ទាប់ពីរងចាំបន្តិចពួកគេក៏បានចាក់ចេញពីទីនោះពេលប៉ូលីសដឹងពីព័ត៌មាននេះប៉ូលីសបានគិតថាមូលហេតុដែលអ្នកទាំងពីរចាក់ចេញគឺដោយសារមិនមានអ្វីត្រូវធ្វើបន្តទៀតឥឡូវនេះប៉ូលីសកំពុងផ្ដោតស្វែងរកថាមនុស្សទាំងនោះបានតាក់ទងទៅនរណាហើយនរណាជាអ្នកដែលទទួលព័ត៌មានថាព្រាយយន្សុនៅតែមានជីវិតនៅឡើយដើម្បីស្វែងរកចម្លើយនេះប៉ូលីសត្រូវពិនិត្យលេខទូរស័ព្ទទាំងអស់ដែលសកម្មនៅជុំវិញតំបន់នោះនិងពិនិត្យថាលេខណាខ្លះបានតាក់ទងគ្នានៅពេលកើតហេតុក្នុងអំឡុងពេលដូចគ្នានោះប៉ូលីសក៏បានទៅដល់ផ្ទះព្រាយយន្សុហើយសួរព័ត៌មានពីសមាជិកគ្រួសារយ៉ាងលម្អិតពួកគេក៏ចង់ដឹងថាតើមានរឿងអ្វីខ្លះក្នុងជីវិតឬការងាររបស់គាត់ដែលអាចបង្កឲ្យមានបញ្ហាដល់គាត់ដែរឬទេគ្រួសាររបស់គាត់បានប្រាប់ថាគាត់ជាមនុស្សសាមញ្ញស្ងប់ស្ងាត់និងមានចិត្តល្អគាត់មិនធ្លាប់មានចំនួនជាមួយនរណាទេហើយតែងតែប្រព្រឹត្តល្អចំពោះមនុស្សជុំវិញខ្លួនដូច្នេះពួកគេជឿថាគាត់មិនមានសិទ្ធិត្រូវឡើយប៉ូលីសក៏បានពិនិត្យលទ្ធភាពតាក់ទងនឹងដីធ្លីព្រោះគ្រួសាររបស់គាត់មានទ្រព្យសម្បត្តិដីធ្លីច្រើនប៉ុន្តែក្រោយពេលពិនិត្យយ៉ាងហ្មត់ចត់ពួកគេមិនបានរកឃើញចំនួនឬបញ្ហាណាមួយតាក់ទងនឹងដីធ្លីឡើយការស៊ើបអង្កេតនៅតែបន្តទៅមុខហើយប៉ូលីសបានសន្និដ្ឋានថាព័ត៌មានអំពីទីតាំងនិងពេលវេលានិងដំណើររបស់ព្រាយយន្សុអាចត្រូវបានដឹងដោយមនុស្សដែលនៅជិតស្និទ្ធជាមួយគាត់តែប៉ុណ្ណោះប៉ូលីសនៅតែរក្សាការសង្ស័យលើសនុនិងអាណត្តិបន្តទៀតក្នុងរយៈពេល4ថ្ងៃនេះពួកគេនៅតែផ្ដល់ចម្លើយដូចដើមដោយគ្មានការប្រែប្រួលឡើយបន្ទាប់ពីពិនិត្យប្រវត្តិរបស់ពួកគេយ៉ាងលម្អិតប៉ូលីសមិនបានរកឃើញអ្វីគួរឲ្យសង្ស័យឡើយដូច្នេះពួកគេត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញបន្ទាប់មកប៉ូលីសបានត្រឡប់ទៅផ្ទះរបស់ព្រាយយន្សុម្ដងទៀតដើម្បីស្វែងរកភស្តុតាងបន្ថែមពួកគេបានពិនិត្យបន្ទប់គេងរបស់គាត់យ៉ាងហ្មត់ចត់ដោយសង្ឃឹមថានឹងរកឃើញអ្វីមួយដែលអាចជួយក្នុងការស៊ើបអង្កេតនៅពេលកំពុងស្វែងរកពួកគេក៏បានរកឃើញទូរស័ព្ទមួយដែលហាក់ដូចជាត្រូវបានលាក់យ៉ាងចេតនាប៉ូលីសក៏បានយកទូរស័ព្ទនោះហើយសួរសមាជិកគ្រួសារថាទូរស័ព្ទនេះជារបស់នរណាភ្លាមនោះភរិយារបស់គាត់កញ្ចាបាននិយាយឡើងថាទូរស័ព្ទនេះគឺជារបស់ខ្ញុំប៉ូលីសបានបញ្ជាក់ថាទូរស័ព្ទនោះមានស៊ីមកាតនៅខាងក្នុងផងដែរព័ត៌មាននេះធ្វើឲ្យសមាជិកគ្រួសារមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពួកគេដឹងថាកញ្ចាមានទូរស័ព្ទមួយរួចហើយដូច្នេះពួកគេមានការសង្ស័យថាទូរស័ព្ទទី2នេះមកពីណាពួកគេមិនធ្លាប់ឃើញនាងប្រាវាមុននេះឡើយហើយគ្រួសារទាំងមូលក៏មិនដឹងថានាងមានទូរស័ព្ទមួយទៀតនោះទេនៅចំណុចនេះប៉ូលីសចាប់ផ្ដើមយកចិត្តទុកដាក់លើនាងកាន់តែខ្លាំងពួកគេសម្រេចយកទូរស័ព្ទទាំងពីររបស់នាងដើម្បីពិនិត្យព័ត៌មានលម្អិតដំបូងនាងមិនសូវចង់ឲ្យទូរស័ព្ទនោះទៅប៉ូលីសនោះទេហើយបាននិយាយថាវាជារបស់ផ្ទាល់ខ្លួនរបស់នាងមិនគួរពិនិត្យជាសាធារណៈឡើយប៉ុន្តែដើម្បីបន្តការស៊ើបអង្កេតប៉ូលីសក៏បានយកទូរស័ព្ទទាំងនោះមកពិនិត្យពួកគេបានពិនិត្យទូរស័ព្ទដែលនាងប្រើជាប្រចាំដូចជាសារសន្ទនា WhatsApp សារ SMS ប្រវត្តិការហៅនិងសកម្មភាពលើបណ្ដាញសង្គមតាមរយៈការពិនិត្យនេះប៉ូលីសបានរកឃើញថានៅថ្ងៃកើតហេតុកញ្ចាបានតាក់ទងទៅព្រាយយន្សុជាញឹកញាប់ដោយសួរថាគាត់ទៅដល់ណាហើយថាគាត់មានសុវត្ថិភាពដែរឬទេប៉ុន្តែនៅលើទូរស័ព្ទទី2ដែលនាងបានរក្សាទុកយ៉ាងសម្ងាត់នាងបានតាក់ទងទៅនរណាម្នាក់ជាច្រើនដងក្នុងថ្ងៃនោះប្រហែលជាង50ដងពេលប៉ូលីសពិនិត្យលេខទំនាក់ទំនងនោះពួកគេបានរកឃើញថាវាជាលេខរបស់ពូថ្លៃរបស់នាងដែលមានឈ្មោះថាជាវ៉ាន់ស៊ីងប៉ូលីសបានបន្តស៊ើបអង្កេតលើជាវ៉ាន់ស៊ីងហើយបានរកឃើញថាគាត់ជាមនុស្សមានឥទ្ធិពលខ្លាំងម្នាក់មានអាជីវកម្មធំៗជាច្រើនរួមមានការដឹកជញ្ជូននិងហាងលក់ម៉ូតូជាច្រើនកន្លែងគាត់ក៏មានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកនយោបាយនិងមន្ត្រីជាន់ខ្ពស់ផងដែរដូច្នេះគាត់ជាមនុស្សដែលមានឥទ្ធិពលក្នុងតំបន់ទោះបីជាប៉ូលីសបានពិនិត្យយ៉ាងហ្មត់ចត់ក៏ពួកគេមិនទាន់រកឃើញភស្តុតាងច្បាស់ណាមួយដែលភ្ជាប់គាត់ទៅនឹងករណីនេះនៅឡើយទេការសង្ស័យលើកញ្ចាក៏កាន់តែបន្តឡើងប៉ុន្តែប៉ូលីសនៅតែមិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីបញ្ជាក់ពីអ្វីឲ្យបានច្បាស់លាស់ដូច្នេះពួកគេបានបន្តពិនិត្យទូរស័ព្ទទី2របស់នាងយ៉ាងលម្អិតជាងមុនបន្ទាប់ពីពិនិត្យបន្តប៉ូលីសបានរកឃើញថាទូរស័ព្ទទី2នោះមានស៊ីមកាត2មួយជាស៊ីមចាស់ដែលកញ្ចាប្រើសម្រាប់តាក់ទងជាមួយពូរបស់នាងមួយទៀតជាស៊ីមថ្មីដែលមើលទៅមិនសូវបានប្រើជាញឹកញាប់នោះទេតាមរយៈស៊ីមថ្មីនេះនាងបានតាក់ទងទៅមនុស្សម្នាក់នៅថ្ងៃទី24ខែមិថុនាចន្លោះម៉ោងប្រហែលជា 7:30 នាទីដល់ម៉ោង 8 ល្ងាច
ពេលវេលានេះត្រូវនឹងពេលដែលសុនុនិងអាណាប់បានរាយការណ៍ថាមានមនុស្សពីរនាក់បានមកចិត្តពួកគេប៉ូលីសបន្តស្វែងរកព័ត៌មានពីលេខទូរស័ព្ទដែលនាងបានហៅហើយបានរកឃើញថាថ្ងៃដែលនាងដាក់ឲ្យដំណើរការស៊ីមថ្មីនោះគឺជាថ្ងៃដូចគ្នាដែលលេខនោះក៏ត្រូវបានដំណើរការផងដែរមិនត្រឹមតែប៉ុណ្ណោះប៉ូលីសក៏បានរកឃើញថានៅថ្ងៃរៀបការកិនចានាងបានតាក់ទងទៅពូរបស់នាងដល់ទៅ99ដងចំណុចនេះធ្វើឲ្យប៉ូលីសមានសំណួរជាច្រើនពីព្រោះវាមើលទៅមិនធម្មតាទេបន្ទាប់មកប៉ូលីសបានសម្រេចយកនាងមកសួរព័ត៌មានបន្ថែមពួកគេក៏បានតាមដានលេខទូរស័ព្ទផ្សេងៗដែលនាងធ្លាប់តាក់ទងហើយបានរកឃើញមនុស្សពីរនាក់គឺជេសង្កានិងម៉ូកេសសាម៉ាដែលត្រូវបាននាំមកសួរព័ត៌មានផងដែរតើហេតុអ្វីបានជាកញ្ចាតាក់ទងទៅមនុស្សទាំងនេះតើពួកគេមានទំនាក់ទំនងអ្វីជាមួយព្រីយ៉ាន់ស៊ូហើយតើទំនាក់ទំនងរវាងនាងនិងពូរបស់នាងមានលក្ខណៈយ៉ាងដូចម្តេចប៉ូលីសក៏បានចាប់ផ្ដើមពិនិត្យអតីតកាលរបស់នាងផងដែរពួកគេបានដឹងថានៅពេលដែលនាងនៅក្មេងឪពុករបស់នាងមានបំណងឲ្យនាងរៀននៅសាលាល្អមួយប៉ុន្តែដោយសារតំបន់ដែលពួកគេរស់នៅមិនមានសាលាល្អគ្រប់គ្រាន់ឪពុករបស់នាងបានផ្ញើនាងទៅរស់នៅជាមួយប្អូនស្រីរបស់គាត់នៅទីនោះនាងបានរស់នៅជាមួយពូរបស់នាងគឺជាវ៉ាន់ស៊ីងគាត់បានថែទាំនាងយ៉ាងល្អផ្ដល់អ្វីៗជាច្រើននិងជួយគាំទ្រនាងទាំងផ្នែកជីវភាពនិងការសិក្សាយូរទៅទំនាក់ទំនងរវាងអ្នកទាំងពីរបានកាន់តែជិតស្និទ្ធហើយក៏មានភាពស្និទ្ធស្នាលនឹងគ្នាថែមទៀតផងក្រោយមកកញ្ចាបានប្រាប់ប៉ូលីសថាទំនាក់ទំនងនេះបានបន្តរយៈពេលប្រហែលជា15ឆ្នាំមានសមាជិកណាមួយដឹងអំពីរឿងនេះឡើយនៅពេលដែលនាងដល់វ័យត្រូវរៀបការឪពុករបស់នាងបានចាប់ផ្ដើមស្វែងរកគូសមរម្យសម្រាប់នាងប៉ុន្តែជីវ៉ាន់មិនចង់ឲ្យនាងរៀបការជាមួយនរណាផ្សេងទេរាល់ពេលមានអ្នកមកស្នើសុំរៀបការជាមួយកញ្ចាជីវ៉ាន់តែងតែរកមូលហេតុឬបង្កស្ថានភាពខ្លះៗដើម្បីឲ្យការស្នើនោះមិនអាចបន្តទៅមុខបានចំពោះអ្នកនៅខាងក្រៅមើលទៅដូចជាគាត់ជាមនុស្សដែលយកចិត្តទុកដាក់លើនាងនិងចង់ឲ្យនាងមានគូស្រករសមរម្យល្អបំផុតដូច្នេះគ្មាននរណាម្នាក់សង្ស័យនោះទេដល់ឆ្នាំ2025ម្ដាយមីងរបស់នាងបានសង្កេតឃើញស្ថានភាពមួយដែលមើលទៅមិនសូវសមរម្យរវាងអ្នកទាំងពីរនាងបានតាក់ទងទៅឪពុករបស់កញ្ចាព្រាមៗហើយសូមឲ្យគាត់នាំកូនស្រីត្រឡប់ទៅផ្ទះវិញឲ្យបានឆាប់បំផុតឪពុករបស់នាងមានការភ្ញាក់ផ្អើលនិងព្រួយបារម្ភយ៉ាងខ្លាំងគាត់បានទៅយកនាងត្រឡប់មកផ្ទះវិញហើយក្រោយមកក៏បានស្វែងរកគូសមរម្យម្នាក់សម្រាប់នាងគឺព្រីយ៉ាន់ស៊ុស៊ីងប៉ុន្តែកញ្ចាមិនចង់រៀបការឡើយខណៈពេលដែលជីវ៉ាន់ក៏មិនចង់ឲ្យនាងរៀបការជាមួយនរណាផ្សេងដែរនៅពេលដែលកញ្ចាសុំឲ្យជីវ៉ាន់ចាក់ចែងទៅជាមួយគ្នាជីវ៉ាន់បានបដិសេធដោយនិយាយថាប្រសិនបើធ្វើបែបនោះអាចប៉ះពាល់ដល់ជីវភាពនិងកេរ្តិ៍ឈ្មោះល្អរបស់គាត់ដោយសារតែស្ថានភាពនេះកញ្ចាបានយល់ព្រមរៀបការប៉ុន្តែនាងគិតថាអាចដោះស្រាយបញ្ហានេះនៅពេលក្រោយនៅថ្ងៃរៀបការនាងបាននិយាយជាមួយជីវ៉ាន់ថាទោះបីនាងរៀបការជាមួយមនុស្សផ្សេងក៏ដោយក៏នាងនឹងនៅតែរក្សាទំនាក់ទំនងជាមួយគាត់ដដែលបន្ទាប់ពីរៀបការនាងបានទៅរស់នៅជាមួយគ្រួសាររបស់ព្រីយ៉ាសូដោយសារតែនាងទើបតែរៀបការថ្មីថ្មោងដូច្នេះមានសាច់ញាតិជាច្រើននៅជុំវិញនាងហើយវាមានការលំបាកសម្រាប់នាងក្នុងការតាក់ទងទៅជីវ៉ាន់ក្រោយមកពេលស្ថានភាពស្ងប់ស្ងាត់សាច់ញាតិមួយចំនួនបានត្រឡប់ទៅកន្លែងរស់នៅរបស់ពួកគេវិញបងប្រុសរបស់ព្រីយ៉ាស៊ុក៏បានផ្លាស់ទីទៅកន្លែងធ្វើការដោយសារតែការងារព្រីយ៉ាស៊ុមិនសូវនៅផ្ទះជាញឹកញាប់ទេដូច្នេះនាងត្រូវនៅផ្ទះជាមួយម្ដាយចាស់របស់ព្រីយ៉ាស៊ុដែលមិនសូវដឹងអំពីអ្វីដែលកំពុងកើតឡើងក្នុងអំឡុងពេលនេះកញ្ចានៅតែតាក់ទងជាមួយជីវ៉ាន់ជាញឹកញាប់ពេលខ្លះទោះបីជាព្រីយ៉ាស៊ុនៅផ្ទះក៏ដោយនាងក៏នៅតែតាក់ទងជាមួយគាត់ដែរពេលព្រីយ៉ាស៊ុសួរថានាងកំពុងនិយាយជាមួយនរណានាងតែងតែឆ្លើយថានិយាយជាមួយពូហើយបង្ហាញលេខឲ្យមើលដូច្នេះគាត់ក៏ជឿជាក់យូរព្រីយ៉ាស៊ុចាប់ផ្ដើមមានអារម្មណ៍សង្ស័យគាត់សង្ស័យថាប្រហែលជានាងមិនបាននិយាយជាមួយពូតែមួយពិតនោះទេនៅពេលគាត់មកនៅផ្ទះកញ្ចាពេលខ្លះនិយាយថានាងចេញទៅធ្វើការងារតិចតួចប៉ុន្តែជាក់ស្ដែងនាងបានទៅជួបជីវ៉ាន់អ្នកទាំងពីរបានបន្តជួបគ្នាយ៉ាងសម្ងាត់ពេលការសង្ស័យរបស់ព្រីយ៉ាស៊ុកាន់តែខ្លាំងកញ្ចាបានប្រាប់រឿងនេះទៅជីវ៉ាន់បន្ទាប់មកគាត់បានផ្ដល់យោបល់មួយដែលនាំឲ្យស្ថានភាពកាន់តែធ្ងន់ធ្ងរដំបូងឡើយកញ្ចាមានការភ័យខ្លាចហើយបានបដិសេធគំនិតនោះប៉ុន្តែជីវ៉ាន់បានព្យាយាមបញ្ចុះបញ្ចូលនាងដោយសន្យាថាបន្ទាប់ពីរឿងទាំងនេះបញ្ចប់គាត់នឹងផ្ដល់ដីធ្លីនិងទ្រព្យសម្បត្តិជាច្រើនឲ្យនាងក្រោយពេលបានលើការសន្ទនានេះនាងបានយល់ព្រមចូលរួមក្នុងផែនការរបស់គាត់បន្ទាប់មកជីវ៉ាន់បានប្រើទំនាក់ទំនងរបស់គាត់ដើម្បីជ្រើសរើសមនុស្សពីរនាក់គឺជេសាកានិងម៉ូកេសសាម៉ាម៉ូកេសមានហាងទូរស័ព្ទមួយហើយបានទិញស៊ីមកាតចំនួន3ដែលប្រើព័ត៌មានមិនផ្លូវការគាត់រក្សាទុកមួយស៊ីមមួយទៀតគាត់ឲ្យកញ្ចានិងមួយទៀតឲ្យជីវ៉ាន់
បន្ទាប់មកកញ្ចាបានផ្ដល់ព័ត៌មានលម្អិតទាំងអស់អំពីជីវិតប្រចាំថ្ងៃរបស់ព្រះយេស៊ូវដូចជាពេលចេញពីផ្ទះពេលត្រឡប់មធ្យោបាយធ្វើដំណើរនិងផ្លូវដែលគាត់ប្រើជាញឹកញាប់ផ្អែកលើព័ត៌មានទាំងនេះពួកគេបានរៀបចំផែនការមួយគឺឲ្យមនុស្សទាំងពីររងចាំតាមផ្លូវខណៈដែលកញ្ចានឹងរកហេតុផលណាមួយឲ្យព្រះយេស៊ូវចេញពីផ្ទះថ្ងៃមួយនាងបានប្រាប់គាត់ថាមានភ្ញៀវមកលេងហើយសូមឲ្យគាត់ទៅទិញអាហារមកប៉ុន្តែថ្ងៃនោះមានមនុស្សច្រើនពេកនៅទីនោះដូច្នេះផែនការមិនអាចអនុវត្តបានទេក្រោយមកព្រះយេស៊ូវបានប្រាប់នាងថាគាត់ត្រូវធ្វើដំណើរទៅទីកន្លែងមួយសម្រាប់ការងារកញ្ចាបានឃើញថានេះជាឱកាសមួយហើយបានជូនដំណឹងនេះទៅជីវ័ននៅថ្ងៃទី23ខែមិថុនាគាត់បានចេញដំណើរហើយនៅថ្ងៃទី24ខណៈពេលត្រឡប់មកវិញកញ្ចាបានតាក់ទងគាត់ជាញឹកញាប់ដើម្បីសួរថាគាត់ទៅដល់ណានិងពេលណាដល់ផ្ទះព្រះយេស៊ូវគិតថានាងពិតជាកំពុងព្រួយបារម្ភចំពោះគាត់ដូច្នេះគាត់បានប្រាប់ព័ត៌មានទាំងអស់ដែលគ្មានការសង្ស័យប៉ុន្តែព័ត៌មានទាំងនេះត្រូវបានបញ្ជូនបន្តទៅជីវ័នហើយបន្តទៅជេសាតានិងម៉ូកេសាម៉ានៅទីបំផុតពេលដែលមានឱកាសស្ថានភាពអាក្រក់មួយបានកើតឡើងទៅលើព្រះយេស៊ូវក្រោយមកការពិតទាំងមូលត្រូវបានបង្ហាញនៅចំពោះមុខប៉ូលីសពួកគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះទំនាក់ទំនងនេះបានបន្តរយៈពេលយូរច្រើនឆ្នាំដោយគ្មាននរណាដឹងឡើយនៅចុងក្រោយអ្នកពាក់ព័ន្ធទាំងអស់បានទទួលស្គាល់អំពីការចូលរួមរបស់ពួកគេក្នុងហេតុការណ៍នេះរហូតមកដល់ពេលនេះមិនទាន់មានសារក្រមចុងក្រោយពីតុលាការនៅឡើយទេហើយក៏មិនទាន់មានព័ត៌មានថាការកាត់ក្តីបានបញ្ចប់ដែរចា៎ហើយនេះគឺជាករណីឃាតកម្មសម្រាប់ថ្ងៃនេះតើបងប្អូនគិតដូចម្តេចដែរអំពីករណីនេះសូមជួយបញ្ចេញមតិយោបល់របស់បងប្អូនខាងក្រោមវីដេអូនេះម្នាក់មួយផងហើយក៏សូមខន្តីអភ័យទោសរាល់កំហុសខុសឆ្គងដែលកើតឡើងដោយចេតនាក្តីឬអចេតនាក្តីប្រសិនបើបងប្អូនចូលចិត្តវីដេអូនេះសូមកុំភ្លេចចុច Like Comment Subscribe ដើម្បីបានវីដេអូថ្មីៗបន្តទៀតអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានតាំងពីដើមរហូតដល់ចប់សង្ឃឹមថាជួបគ្នានៅថ្ងៃស្អែកសូមអរគុណសូមជម្រាបលា